ស្វាគមន៍មកកាន់សំណេរតែងសេចក្តីបែបបញ្យលខាងនេះខ្ញុំបាទសូមលើកយកប្រធានតាក់ទងជាមួយនឹងអក្សរសិល្ប៍គឺរឿងទុំទាវក្រោយពីបានសិក្សារឿងទុំទាវរួចមកមានមតិខ្លះលើកឡើងថាវិនិស្សកម្មនៃបណ្ដាតួអង្គខ្លះនៅក្នុងរឿងទុំទាវបណ្ដាលមកពីគំនិតអត្តនោម័តនិយមមានអ្នកនិយមនិងសូនទូនិយមចូលស្រាយបំភ្លឺប្រធានរបស់យើងនេះគឺតម្រូវឲ្យយើងលើកយករឿងទុំទាវមកបង្ហាញឲ្យឃើញថាតួអង្គមួយចំនួននោះត្រូវវិនិច្ឆ័យអន្តរាយដោយសារតែមានគំនិតអត្តនោម័តមានន័យថាការសម្រេចចិត្តជាឯកតោភាគីពុំមានការចូលរួមពីភាគីពាក់ព័ន្ធឯមានអ្នកនិយមមានន័យថាភាពរឹងរូសមិនស្ដាប់អ្នកដទៃមួយទៀតសូនទូនិយមគឺសំដៅទៅលើភាពអាត្មានិយមគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដូច្នេះហើយយើងត្រូវលើកធ្វើម៉េចឲ្យគ្រប់ត្រប្រធាននៅនេះខ្ញុំបានលើកយកខ្លឹមសារបតិប្រធាននឹងខ្លីៗងាយយល់ដើម្បីបងប្អូនមានគំនិតក្នុងការសរសេរវិនិស្សកម្មនៃបណ្ដាតួអង្គខ្លះនៅក្នុងរឿងទុំទាវបណ្ដាលមកពីគំនិតអត្តនោម័តនិយមមានអ្នកនិយមនិងគំនិតសូនទូនិយមតួអង្គមួយចំនួននៅក្នុងរឿងទុំទាវត្រូវទទួលនៅសេចក្តីវិនិច្ឆ័យដោយសារតែពួកគេប្រកាន់នៅការសម្រេចចិត្តជាឯកតោភាគីមានភាពរឹងរូសនិងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនហេតុដូច្នេះហើយទើបធ្វើឲ្យអ្នកទាំងអស់នោះត្រូវវិនិច្ឆ័យអន្តរាយបាទនេះគឺជាខ្លឹមសារប្រធានរបស់យើងហើយខ្ញុំក៏ធ្វើព្រៀងសេចក្តីជូនដែរគឺពាក្យកលឹះខ្ញុំយក4ពាក្យពាក្យទី1គឺវិនិស្សកម្មវិនិស្សកម្មមានន័យថាភាពវិនិច្ឆ័យហិនហោចរលាយរលត់ឯអត្តនោម័តនិយមគឺការសម្រេចចិត្តជាឯកតោភាគីការសម្រេចចិត្តដែលពុំបានពិភាក្សាជាមួយនឹងភាគីពាក់ព័ន្ធមានអ្នកនិយមមានន័យថាភាពរឹងរូសមិនស្ដាប់អ្នកដទៃសួនទូនិយមមានន័យថាអាត្មានិយមឬក៏គិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយតាក់ទងជាមួយនឹងការបកស្រាយខ្ញុំលើកយកតួអង្គទុំមុនគេទី1គឺទុំហ៊ានកុហកគ្រូកុហកម្ដាយពីព្រោះតែទុំមានស្នេហាមួយទៀតមិនស្ដាប់សម្ដីគ្រូមិនស្ដាប់តាមការណែនាំរបស់ពេជ្រហើយប្រឆាំងនឹងអ្នកមានអំណាចដោយខ្វះបញ្ញាត្រង់នេះមានថាទុំបានទៅយកនាងទាវដែរប៉ុន្តែអត់បានបង្ហាញរាជសារទេបែរជាយកកំហឹងទល់កំហល់ទៅវិញធ្វើឲ្យខ្លួនឯងត្រូវស្លាប់ឧទាហរណ៍មួយទៀតខ្ញុំលើកត្រង់នាងទាវគឺព្រោះតែស្នេហាលែងស្ដាប់ម្ដាយក្បត់ប្រពៃណីទុំមុនស្រគៀលបានន័យថានាងទាវបានខូចខ្លួនខូចប្រាណជាមួយទុំមុនរៀបការដែលខ្មែរយើងហៅថាទុំមុនស្រគៀលគិតតែពីអារម្មណ៍ខ្លួនឯងហើយមួយទៀតអជួនមិនគោរពព្រះរាជបញ្ជាហើយស្ដាប់តាមការញុះញង់របស់ម្ដាយទាវមួយទៀតចង់ឈ្នះចង់ចាញ់ចំណុចមួយទៀតគឺម្ដាយទាវខ្ញុំយកត្រង់ថាគាត់ចង់ឈ្នះកូនដើម្បីឲ្យខ្លួនសម្រេចបំណងហើយមិនគោរពព្រះរាជបញ្ជាព្រះមហាក្សត្រទេទោះបីដឹងថានាងទាវនិងទុំនឹងត្រូវបានស្ដេចរៀបការឲ្យក៏ដោយហើយគាត់យល់តែពីអារម្មណ៍ខ្លួនគាត់ទេគឺធ្វើឲ្យកូនតាមគាត់ទាំងអស់បាទស្ដីព្រៀងរបស់ខ្ញុំហ្នឹងមានតែប៉ុណ្្នឹងទេហើយសម្រាប់មេរៀនបន្ថែមបងប្អូនអាច scan QR code នេះទៅដើម្បីទទួលបាននៅមេរៀនបន្ថែមនេះគឺជា Telegram Channel របស់ខ្ញុំហើយសម្រាប់ Facebook បងប្អូនចូលទៅក្នុងនាទីអក្សរសាស្ត្រខ្មែរហើយ follow មួយទៅនិង YouTube ខ្មែរ Learning ឬ Visna បងប្អូនចូលទៅ Subscribe ហើយចុចសញ្ញាកណ្ដឹងផងដើម្បីទទួលបាននៅមេរៀនថ្មីៗបន្ថែមទៀតកុំឲ្យខាតពេលយូរតោះចូលទៅមើលសេចក្តីអធិប្បាយរបស់ខ្ញុំដូចតទៅបាទនេះប្រធានទី2របស់យើងក្រោយពីបានសិក្សារឿងទុំទាវរួចមកមានមតិខ្លះបានលើកឡើងថាវិនិស្សកម្មនៃបណ្ដាតួអង្គខ្លះនៅក្នុងរឿងទុំទាវបណ្ដាមកពីគំនិតអត្តនោម័តនិយមមានអ្នកនិយមនិងសូនទូនិយមចូលស្រាយបំភ្លឺបាទអញ្ចឹងការបកស្រាយការសរសេរមើលតាមគំរូនៃសន្ទនារបស់យើងមានផ្ដើមមានតួមានបញ្ចប់ខ្ញុំសូម scroll ចុះទៅក្រោមបន្តិចណាកន្លែងខ្ញុំ select នេះគឺជាលំនាំបញ្ហាស្ថិតនៅក្នុង5សេចក្តីវណ្ណកម្មអក្សរសិល្ប៍បែបប្រឡំលោកបុរាណរឿងទុំទាវស្ថិតនៅក្នុងចលនាខេមរនិយមជាស្នាដៃរបស់ព្រះភិក្ខុងួនសោមនាឆ្នាំ1915បានឆ្លុះបញ្ចាំងឲ្យឃើញពីតថភាពមួយនាសម័យលង្វែកដ៏យូរលង់មកហើយនៅក្នុងចលនានៃអក្សរសិល្ប៍នេះអ្នកនិពន្ធបានបង្ហាញប្រាប់អ្នកអានអ្នកសិក្សាឲ្យឃើញពីសេចក្តីវិនិច្ឆ័យអន្តរាយនៃបណ្ដាតួអង្គមួយចំនួនបាទយើងចូលដល់ចំណូលឆ្លងតាមការវិភាគគេរកឃើញថាវិនិស្សកម្មនៃបណ្ដាតួអង្គខ្លះនៅក្នុងរឿងទុំទាវបណ្ដាលមកពីគំនិតអត្តនោម័តនិយមមានអ្នកនិយមនិងសួនទូនិយមបាទយើងចប់ចំណូលបញ្ហាហើយយើងចូលចំណោទបញ្ហាចូលបន្ទាត់មកតើមតិដែលបានអះអាងខាងលើនេះមានខ្លឹមសារយ៉ាងដូចម្ដេចខ្លះបាទអញ្ចឹងបងប្អូនសាកល្បងសរសេរណាក្រោយពីខ្ញុំបានបញ្យល់ហើយឥឡូវនេះយើងចប់ផ្ដើមសេចក្តីហើយយើងចូលដល់តួសេចក្តីយើងត្រូវមានឃ្លាភ្ជាប់សេចក្តីបញ្យល់ពាក្យកលឹះបញ្យល់នៃប្រធានបំណកស្រាយនិងសរុបសេចក្តីឥឡូវខ្ញុំ select ត្រឹមឃ្លាភ្ជាប់សេចក្តីសិន
ដើម្បីងាយស្រួលដល់ការបកស្រាយនៅទស្សនៈខាងលើគួរគប្បីយល់នៅពាក្យគន្លឹះសំខាន់ៗដូចជាវិនិស្សកម្មអត្តនោម័តនិយមមានះនិយមនិងសួនតួនិយមជាមុនសិនកាន់ទៅហើយដកឃ្លាយើងចូលដល់បញ្យលពាក្យកន្លឹះត្រឹមនេះណាពាក្យវិនិស្សកម្មសំដៅយកអំពើដែលដឹកនាំទៅរកសេចក្តីវិនិច្ឆ័យអន្តរាយបាត់បង់រីឯអត្តនោម័តនិយមគឺគំនិតដែលចូលចិត្តសម្រេចអ្វីៗដោយខ្លួនឯងមិនស្ដាប់ឬត្រាប់តាមដំបូន្មានរបស់អ្នកណាឡើយចំណែកឯវិនិច្ឆ័យនិយមសំដៅទៅលើការចូលចិត្តធ្វើអ្វីក្នុងន័យចចេះរឹងរូសមួយវិញទៀតសួនតួនិយមគឺជាការនិយមគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនបាទបញ្យល់ពាក្យកន្លឹះប៉ុណ្ណឹងទេបងប្អូនមើលគំរូទៅហើយបន្ទាប់មកយើងចូលដល់បញ្យល់ន័យប្រធានតាមអត្ថន័យក្នុងប្រធានខាងលើនេះគេចង់និយាយថាការវិនិច្ឆ័យរបស់តួអង្គមួយចំនួនដែលមាននៅក្នុងរឿងទុំទាវកើតឡើងពីបញ្ហា3ដែលនៅក្នុងនោះមានដូចជាការសម្រេចចិត្តដោយខ្លួនឯងប្រកាន់ភាពរឹងរូសនិងគិតតែផលចំណេញមកលើខ្លួនឯងបាទនេះប៉ុណ្ណឹងហើយខ្ញុំចុះទៅក្រោមបន្តិចណាយើងចូលដល់បំណក់ស្រាយយើងត្រូវចុះបន្ទាត់អញ្ចឹងតួអង្គដំបូងខ្ញុំលើកនេះគឺតួអង្គទុំហើយខ្ញុំselectត្រង់ចំណុចខ្ញុំបកស្រាយណាត្រឹមនេះគឺនិយាយពីទុំដែលមានគំនិតទាំង3គឺអត្តនោម័តនិយមវិនិច្ឆ័យនិយមនិងសួនតួនិយមខ្ញុំអានបន្តិចយោងតាមដំណើររឿងទុំទាវសង្កេតឃើញថាតួអង្គទុំក្រោយពីបានត្រឡប់មកពីខេត្តត្បូងឃ្មុំគឺមានការជ្រួលជ្រើមអន្ទះសារចង់ជួបនាងទាវជាស្រីកំពូលដួងចិត្តរបស់ខ្លួនដើម្បីសម្រេចបំណងនេះទុំពុំបានគិតពីប្រយោជន៍អ្នកដទៃទេគឺធ្វើអ្វីទៅតាមមនោរថរបស់អាត្មាឯងប៉ុណ្ណោះហើយគ្មានការគិតពិចារណាទាល់តែសោះរហូតហ៊ានកុហកម្ដាយព្រមទាំងសុំលោកគ្រូចៅអធិការសឹកទៀតផងប៉ុន្តែជាអកុសលលោកគ្រូពុំបានអនុញ្ញាតទេក្នុងចិត្តរបស់ទុំវិតកអួលផ្សាយ៉ាងខ្លាំងដោយទុំប្រកាន់គំនិតមានះនិយមមិនព្រមស្ដាប់តាមយោបល់របស់គ្រូរហូតដល់ហ៊ានលួចសឹកនៅមុខដំបូកតែម្នាក់ឯងទុំមិនស្ដាប់ការព្រានប្រដៅរបស់ពេជ្រដែលជាមិត្តស្និទ្ធស្នាលរបស់ខ្លួនទៀតនៅពេលម្ដាយទាវពង្រត់ទាវចេញពីទុំគេក៏បានទៅយកនាងទាវមកវិញព្រមទាំងមានព្រះរាជសារទៀតផងពេលទៅដល់ទុំពុំបានគិតពីអ្វីទេដោយប្រកាន់យកគំនិតសួនតួនិយមវិនិច្ឆ័យនិយមនិងអត្តនោម័តនិយមហេតុនេះហើយទើបធ្វើឲ្យទុំត្រូវបាត់បង់ជីវិតសូន្យសងបែបនេះបាទលើកប៉ុណ្ណឹងហើយចំណុចបន្តទៀតគេលើកតួអង្គនាងទាវម្ដងចំពោះនាងទាវវិញក៏ត្រូវបានទទួលនៅក្តីអន្តរាយដែរនេះក៏ដោយសារនាងប្រកាន់នៅគំនិតអត្តនោម័តយកគំនិតផ្ដាច់ការមកដាក់ក្នុងខ្លួនមានះរឹងរូសមិនព្រមស្ដាប់តាមម្ដាយហើយថែមទាំងឌឺដងឲ្យម្ដាយទៀតផងត្រង់ឃ្លាថាបើម៉ែព្រមល្មមនឹងគេកូនម៉ែទំនេរមានប្រុសស្រីលើកឲ្យគេទៅទោះពី3តាមម៉ែមេត្រីឲ្យធ្វើខ្ញុំម្យ៉ាងវិញទៀតនាងទាវធ្វើអ្វីតាមទំនើងចិត្តមិនចេះកោតក្រែងដល់អ្នកដទៃមិនចេះខ្មាស់គេហ៊ានប្រព្រឹត្តអំពើមិនសមរម្យក្បត់ប្រពៃណីជាតិទុំមុនស្រគៀលរួមទាំងទំនៀមទម្លាប់បុរាណទៀតផងជាងនោះទៅទៀតនាងទាវសុខចិត្តធ្វើអត្តឃាតទៅតាមទុំដោយមិនគិតពីអារម្មណ៍ម្ដាយទាល់តែសោះគិតតែពីខ្លួនឯងជាធំគឺយកស្នេហាជាត្រីមុខបាទនេះបកស្រាយធ្វើម៉េចឲ្យគ្រប់ត្រប្រធានណាហើយការបកស្រាយយើងគឺត្រឹមត្រូវទៅតាមសាច់រឿងតែម្ដងដោយនាងប្រកាន់នៅគំនិតទាំង3ខាងលើនេះហើយទើបធ្វើឲ្យនាងត្រូវទទួលរងនៅរឿងរ៉ាវបែបនេះចំណុចបន្ទាប់ទៀតគឺតកតនឹងបពុអជួនម្ដងខ្ញុំស្លេចចុះក្រោមតិចណាត្រឹមនេះមួយវិញទៀតបពុអជួនត្រូវបានវិនិច្ឆ័យសាបសូន្យដោយទោសប្រហារជីវិតមូលហេតុនេះគេដឹងច្បាស់ថាអជួនដែលជាមនុស្សមានតែឋានៈប៉ុន្តែខ្វះឧត្តមគតិសិលធម៌សុជីវធម៌ក្នុងសង្គមបានសម្លាប់ទុំដែលជាអ្នកចំណិតរបស់ព្រះរាជាអជួនជាមនុស្សត្រចៀកសមានះរឹងរូសណាស់គេក៏ដឹងដែរថាទុំទាវត្រូវបានព្រះរាជារៀបចំពិធីមង្គលការហើយក៏ប៉ុន្តែគេនៅតែហ៊ានប្រឆាំងនឹងព្រះហឫទ័យព្រះរាជាទៀតម្យ៉ាងវិញទៀតឆាប់ជឿសម្ដីរបស់គេដូចជាស្ដាប់តាមការញុះញង់របស់ម្ដាយទាវថាស្រែកថាអជួនខ្លួនមានបុណ្យមិនគិតកែកុនឆាប់រហ័សចាប់ទុំចោលចិត្តមានះទាញពីលើផ្ទះទម្លាក់ទៅអជួនប្រើតែអំណាចផ្ដាច់ការព្រមទាំងសម្លាប់ទុំដោយគ្មានការជំនុំជម្រះឲ្យបានត្រឹមត្រូវបទព្រះរាជបញ្ជារបស់ព្រះរាជាទៀតបន្ថែមពីនេះអជួនធ្វើអ្វីមួយមិនបានគិតគូរឲ្យបានច្បាស់លាស់គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនគ្មានគោរពសិទ្ធិអ្នកដទៃដូចជាទុំជាដើមកត្តាទាំងនេះហើយដែលធ្វើឲ្យបពុអជួនត្រូវកាត់ទោសប្រហារជីវិតមួយពូជបាទនេះខ្ញុំលើកតទៅនឹងបពុអជួនណាហើយចំណុចបន្ទាប់ទៀតលើកទៅនឹងម្ដាយទាវត្រឹមនេះណាម្ដាយទាវដោយឡែក
ម្ដាយទាវវិញជាមេរួមគំនិតត្រូវមានទោសនិងខូចកេរ្តិ៍ឈ្មោះទៀតត្រង់វគ្គលើកឡើងថាឯទោសអជួនកូនប្រពន្ធនឹងអស់ទ្រព្យធនគ្រប់ពងពាសន្តានបងប្អូនជីដូនវាម្ដាយទាវព្រមជាគុំនិតមួយហើយគាត់ក៏បានបាត់បង់ជីវិតកូនស្រីរបស់ខ្លួនដែរនេះក៏ព្រោះតែគាត់ចង់ឈ្នះចង់ចាញ់គិតតែពីអារម្មណ៍ខ្លួនឯងសម្រាប់ចិត្តតែម្នាក់ឯងក្នុងការរៀបចំអនាគតឲ្យកូនស្រីដោយបង្ខិតបង្ខំនាងតាមគំនិតរបស់ខ្លួនឆ្លុះវង្វេងនឹងអំណាចបុណ្យស័ក្តិមិនមានការឯកភាពពីកូនស្រីសោះគាត់ជាស្ដីឲ្យនាងយ៉ាងខ្លាំងត្រង់វគ្គអញប្រាប់ថាឲ្យមានថ្កុំថ្កើងហ៊ានចូលចចាងស្ដីគ្មានត្រូវស្រឡាញ់អាទុំគ្មានម៉ែឪគ្មានគិតអាស្រូវភៀសខ្មាស់គេមិនស្គាល់គេមានរបស់ទ្រព្យផងចង់ប្រសពអាអត់មេឥតបាឯណាកើតដល់គេចំណេទៅលងគង់តែក្រតូនចាស់ដឹងច្បាស់ថាកូនស្រីខ្លួនស្រឡាញ់ទុំថែមទាំងមានការរៀបចំអាពាហ៍ពិពាហ៍ដោយព្រះរាជាទៀតផងគាត់ធ្វើនេះហាក់ដូចជាធ្វើបាបចិត្តកូនស្រីទៅវិញទេគឺធ្វើបាបទាំងផ្លូវកាយផ្លូវចិត្តរហូតធ្វើឲ្យនាងហ៊ានធ្វើអត្តឃាតទៀតបាទអ្វីយើងលើកគឺលើកពីចំណុចដៃទៀតគាត់មានភាពរឹងរូសគាត់អត្តនោម័តនិងគាត់មានភាពអាត្មានិយមឡើយនឹងបកស្រាយណាអញ្ចឹងការបកស្រាយរបស់យើងចប់ហើយតែយើងនៅសល់សរុបសេចក្តីទៀតណាខ្ញុំចុះទៅក្រោមបន្តិចចុះបន្ទាប់មកយើងធ្វើសរុបសេចក្តីសរុបមកគេឃើញថាតួអង្គទុំទាវក្តីបពពួកអជួនយាយម្ដាយទាវក្តីសុទ្ធសឹងតែទទួលរងនៅការបាត់បង់យ៉ាងធំធេងនេះក៏ដោយសារតែពួកគេទាំងនោះប្រកាន់នៅគំនិតទាំង3ប្រការខាងលើនេះឯងបាទយើងចប់បកស្រាយហើយយើងចូលដល់បញ្ចប់សេចក្តីយើងត្រូវមានវិតម្លៃមតិប្រធាននិងមតិផ្ទាល់ខ្លួនណាខ្ញុំស្លេចប៉ុណ្ណេះសិនក្រោយពីបានធ្វើការបកស្រាយនៅប្រធានបទខាងលើយ៉ាងពិស្ដាររួចមកគេអាចធ្វើការសន្និដ្ឋានបានថារឿងទុំទាវពិតជាមានតម្លៃធំធេងក្នុងការណែនាំចរិតលក្ខណៈរបស់មនុស្សនិងតថភាពសង្គមខ្មែរនាសម័យលង្វែកដើម្បីជាមេរៀននិងជាបទពិសោធន៍សម្រាប់យុវជនជំនាន់ក្រោយត្រិះរិះពិចារណាខាន់ប៉ុណ្្នឹងទៅហើយយើងមតិផ្ទាល់ខ្លួនដូច្នេះក្នុងនាមជាមនុស្សនាសម័យវិទ្យាសាស្ត្រត្រូវតែនាំគ្នាលះបង់ឲ្យអស់នៅគំនិតអត្តនោម័តនិយមមានះនិយមនិងសួនតួនិយមចេញពីស្មារតីរបស់មនុស្សម្នាក់ៗដើម្បីឲ្យសង្គមទាំងមូលមានអធ្យាស្រ័យនិងដើម្បីលើកស្ទួយសង្គមឲ្យរីកចម្រើនទៅមុខប្រកបដោយសុខសន្តិភាពអភិវឌ្ឍនៈបាទសូមបញ្ជាក់ថាសំណេរនេះខ្ញុំសរសេរតាំងពីនៅបរិញ្ញាបត្រនៅវិទ្យាល័យគូលែនស្រុកគូលែនខេត្តព្រះវិហារនៅថ្ងៃទី16កក្កដា2016បើគិតមកដល់បច្ចុប្បន្ននេះមានអាយុកាលជិត9ឆ្នាំហើយបាទនេះជា QR code សម្រាប់ join Telegram channel របស់ខ្ញុំហើយនេះគឺ QR code សម្រាប់ YouTube channel របស់ខ្ញុំណាដូច្នេះបងប្អូនអាច scan ទាំងពីរហ្នឹងទៅក៏បានដែរដើម្បីចូលទៅ follow ឬក៏ join Telegram channel របស់ខ្ញុំណាបាទហើយសម្រាប់ចម្ងល់ផ្សេងៗអាច comment នៅខាងក្រោមវីដេអូនេះបានអរគុណច្រើនសម្រាប់ការតាមដានជួបគ្នានៅក្នុងវីដេអូបន្ទាប់